តែកូនក៏មិនក្តៅដែរឯងអត់ក្តៅវាត្រូវហើយព្រោះគុជធម្មពលបិសាចជាភ្លើងតាំងពីដើមភ្លើងក្នុងខ្លួនឯងវាក្តៅជាងភ្លើងមីឃាដែលស្លោះថ្នាំនេះទៅទៀតអញ្ចឹងហើយចង្ក្រានស្លោះថ្នាំនេះធ្វើឲ្យឯងមិនបានទេបែរទៅយើងភ្លេចរឿងនេះឲ្យឈឹងទៅអត់ត្រូវអានេះសបល់យើងទេយើងចាំថាលោកគ្រូដាក់បណ្ដាសាឬទេបេខេកំតិចគុជបិសាចតាមពិតមកពីឯងនេះមានថាបពលខ្លាំងមហិមាអញ្ចឹងសោះតាចាយល់ដល់ឯងជាកូនកតញ្ញូយើងឲ្យឱកាសមួយដល់ពុកម៉ែឯងចុះណាមកភ្លេចទុកណាមកភ្លេចទុកនេះឲ្យធ្វើឲ្យភ្លេចគ្រប់យ៉ាងណាចាបើឯងព្រមលេខថ្នាំមួយនេះបំភ្លេចគ្រប់យ៉ាងហើយមកបំរើយើងនឹងព្រមដោះលែងពុកម៉ែឯងឲ្យពួកគេនៅរស់យើងសន្យាលេបទៅបើដឹងតែគិតទៀតម៉ែឪឯងខ្លាចជាថ្នាំហើយថោកទៀតយកម៉ែឪគេមកគំរាមហែងអីក៏ថោកម៉េះថោកមិនស្មើឆ្កែផងណាចាកុំគិតពីពុកម៉ែអីពុកម៉ែចោលឲ្យកូនរស់តទៅទៀតបងទៅពីរបស់កូនច្បាស់ជាមកជួយកូនមិនខានទេឯងគិតថាយើងកំតិចអាគុជបីសាច់មិនបានណាយើងមិនមកចូលបាយច្រើនណាស់ចាំពួកឯងងាប់បាត់ចាំយើងសម្លាប់អាចង្រៃនេះក៏មិនយឺតពេលដែរពុកម៉ែកូនគ្រាន់តែចង់សងគុណអ្នកទាំងពីរមិនបានជាអ្នកទាំងពីរមិនឲ្យកូនសងគុណផងកូនមិនចង់ឲ្យអ្នកទាំងពីរស្លាប់ទេក៏ចាស់នោះសាហាវយ៉ាងនេះបើកូនលេបថ្នាំនឹងឲ្យថាមិនបានវាបញ្ជាឲ្យកូនសម្លាប់ពុកម៉ែវិញផងណាចាម៉ែកុំប៉ះកូនអីកុំឲ្យមុតសាច់ម៉ែមិនអីទេម៉ែចង់អោបកូនចង់អោបកូនឲ្យណែនជាលើកចុងក្រោយម៉ែបើចង់សងគុណពុកម៉ែត្រូវរស់ឲ្យបានល្អត្រូវចាំថាម៉ែស្រឡាញ់កូនសុំតោម៉ែកូនអកតញ្ញូកូនជាបិសាចកូនក្បាលរឹងធ្វើឲ្យម៉ែពិបាកចិត្តកូនសុំទោសម៉ែកុំតាណាចោលកូនអីកុំតាណាចោលកូនកូនសុំទោសម៉ែកូនសុំទោសកូនមិនខុសទេមិនបាច់សុំទោសទេកូនត្រូវចាំបណ្ដាំម៉ែត្រូវតែរស់ឲ្យបានល្អម៉ែស្រឡាញ់កូនមិនថាកូនជាអ្វីក៏ម៉ែស្រឡាញ់